បាទជំរាបសួរពុកម៉ែបងប្អូនបាទវិលជួបគ្នាសារជាថ្មីទៀតហើយនៅក្នុង Channel YouTube កុំសានអារម្មណ៍ខ្ញុំបាទពុកម៉ែបងប្អូនណាបាទនេះគឺជាព្រឹត្តិការណ៍មួយបាទដែលរៀបចំដោយព្រះចៅអធិការវត្តកែវសវណ្ណបាទមានការប្រណាំងទូកងនៅខាងស្ទឹងពោធិ៍សាត់មុខវត្តកែវសវណ្ណតែម្ដងពុកម៉ែបងប្អូនណាបាទហើយពុកម៉ែបងប្អូននេះជាព្រឹត្តិការណ៍ទី1ហើយដែលព្រះចៅអធិការវត្តកែវសវណ្ណបាទរៀបចំនៅព្រឹត្តិការណ៍ប្រណាំងទូកជាការប្រណាំងមិត្តភាពទេពុកម៉ែបងប្អូនណាបាទហើយការរៀបចំនេះគឺរៀបចំក្នុងថ្ងៃភ្ជុំបិណ្ឌធំតែម្ដងពុកម៉ែបងប្អូនបាទជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យបាទឃើញមានពុកម៉ែបងប្អូនបានមកទស្សនាជាច្រើននៅក្នុងកម្មវិធីប្រណាំងទូកងនេះតែម្ដងពុកម៉ែបងប្អូននេះជាការប្រណាំងមិត្តភាពមួយក្នុងការសាកល្បងលើកទី1បាទមាន5គូពុកម៉ែបងប្អូនបាទអញ្ចឹងព្រឹត្តិការណ៍ក្រោយព្រះចៅអធិការគាត់បានប្រាប់មកខ្ញុំបាទអាចនឹងមានព្រឹត្តិការណ៍ធំជាងនឹងទៀតនៅឆ្នាំក្រោយពុកម៉ែបងប្អូនបាទនេះគ្រាន់ជាការចាប់ផ្ដើមលើកទី1ក្នុងការបើកនៅការអុំទូកសាកល្បងហើយជាការប្រណាំងលក្ខណៈមិត្តភាពទេពុកម៉ែបងប្អូនណាបាទហើយក៏ថ្ងៃនឹងដែរក៏ឃើញមានពុកម៉ែបងប្អូនបាទមានទាំងក្មេងមានទាំងចាស់មានទាំងព្រះសង្ឃបាទជាច្រើនមកទស្សនាបាទសប្បាយនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំនេះតែម្ដងពុកម៉ែបងប្អូនបាទហើយនៅក្នុងពេលនេះដែរខ្ញុំក៏សូមកោតសរសើរទៅដល់ព្រះចៅអធិការវត្តកែវសវណ្ណបាទដែលគាត់បានរៀបចំធ្វើព្រឹត្តិការណ៍នេះឡើងដើម្បីឲ្យសប្បាយប្លែកភ្នែកបាទគឺមានអារម្មណ៍ថាត្រេកអរតែម្ដងពុកម៉ែបងប្អូនបាទហើយនៅក្នុងពេលនេះដែរការរៀបចំទូកនេះធ្វើឲ្យពុកម៉ែបងប្អូនមួយចំនួនគាត់សប្បាយចិត្តនិងមានអារម្មណ៍ថាសប្បាយនៅថ្ងៃបុណ្យអុំទូកនេះជាស្រ័យពុកម៉ែបងប្អូនគឺនៅថ្ងៃភ្ជុំបិណ្ឌនេះបាទដែលមានទូកងមកប្រណាំងនៅដងស្ទឹងពោធិ៍សាត់ចាប់ពីស្ពានក្បាលហុងយើងដល់ទីហ្នឹងគឺផ្លូវស្ពានអាកាសដែលធ្វើថ្មីនៅខាងខេត្តពោធិ៍សាត់យើងតែម្ដងពុកម៉ែបងប្អូនបាទទីកន្លែងនៃការប្រណាំងនោះគឺពុកម៉ែបងប្អូនយើងបានឈរទស្សនាមើលស្រួលពុកម៉ែបងប្អូនដោយសារមានការរៀបចំឡើងដល់អភិបាលខេត្តគាត់បានចាក់ដីតាមច្រាំងមាត់ស្ទឹងហ្នឹងគឺមិនទាន់ហើយពុកម៉ែបងប្អូនប៉ុន្តែគាត់ថាចាក់ទៅហើយមានការឆ្ការព្រៃចាស់ដែលនៅតាមមាត់ស្ទឹងហ្នឹងស្អាតបាតអញ្ចឹងហើយធ្វើឲ្យពុកម៉ែបងប្អូនយើងងាយស្រួលនឹងការទស្សនាមើលទូកតែម្ដងពុកម៉ែបងប្អូនតាមពីទូកចេញដំណើររហូតមកដល់ទីគឺទលាយល្វងល្វើយម្ដងពុកម៉ែបងប្អូនបាទដោយសារខាងច្រាំងមាត់ស្ទឹងទាំងសងខាងទាំងខាងកើតទាំងខាងលិចហ្នឹងគឺមានការរៀបចំធ្វើជាសួនបាទពុកម៉ែបងប្អូនប៉ុន្តែបច្ចុប្បន្ននេះអត់ទាន់ធ្វើហើយទេគ្រាន់តែបានចាក់ដីបាទចាក់ដីធ្វើសួនហ្នឹងអញ្ចឹងវាធ្វើឲ្យងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលពួកគាត់ឈរមើលហ្នឹងគឺងាយស្រួលមើលតែម្ដងពុកម៉ែបងប្អូនគឺស្រឡះតែម្ដងបាទអញ្ចឹងបើសិនជាឆ្នាំក្រោយសួននៅខាងមាត់ស្ទឹងនេះធ្វើឲ្យស្អាតទៀតហើយមានព្រឹត្តិការណ៍ប្រណាំងទូកទៀតខ្ញុំគិតថាប្រហែលជាស្រស់ស្អាតបាទសម្រស់ស្ទឹងនៅខេត្តពោធិ៍សាត់យើងហ្នឹងគឺពិតជាស្រស់ស្អាតតែម្ដងពុកម៉ែបងប្អូនបើករណីថាសួនធ្វើហើយមានការប្រណាំងទូកអញ្ចឹងពុកម៉ែបងប្អូនប្រកាសជាមើលស្រួលជាងនឹងហើយឈរស្រួលជាងនឹងទៀតហើយប្រកាសជាមនុស្សកាន់តែច្រើនទៀតបូកផ្សំជាមួយនឹងសួនស្អាតមានការរៀបចំប្រណាំងទូកបន្ថែមទៀតពុកម៉ែបងប្អូនណា
បាទអញ្ចឹងនៅក្នុងការប្រណាំងទូកនេះគាត់ជាការសាកល្បងពុកម៉ែបងប្អូនបានឃើញហើយបាទគឺមានការសប្បាយមានពុកម៉ែបងប្អូនជាច្រើននៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់យើងតែម្ដងបាទមកទស្សនាមើលការប្រណាំងទូកមិត្តភាពនេះតែម្ដងហើយបងអ្នកអុំទូកហ្នឹងក៏គាត់សប្បាយចិត្តដែរបាទគឺគាត់សប្បាយចិត្តដែលមានព្រឹត្តិការណ៍នេះឡើងរៀបចំលក្ខណៈមិត្តភាពពុកម៉ែបងប្អូនណាមិនមែនជាការប្រណាំងយកពានរង្វាន់ថ្នាក់ជាតិឬអីទេនេះគ្រាន់ជាការប្រណាំងសាកល្បងមិត្តភាពកម្លាំងទូកមួយនៅតាមវត្តតែម្ដងពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំសង្ឃឹមថានៅឆ្នាំក្រោយឬក៏មានកម្មវិធីក្រោយទៀតបាទដែលចៅអធិការវត្តកែសវណ្ណគាត់នឹងមានកម្រោងរៀបចំធ្វើនោះខ្ញុំសង្ឃឹមថានឹងមានទូកជាច្រើនទៀតណាចូលរួមក្នុងការប្រណាំងបាទឬក៏ចូលរួមក្នុងកម្មវិធីនឹងដើម្បីឲ្យកាន់តែច្រើនហើយពុកម៉ែបងប្អូនប្រកាសជាបានទស្សនាមើលកាន់តែច្រើនដោយសារទូកមកច្រើនអញ្ចឹងពុកម៉ែបងប្អូនយើងប្រកាសជាដឹងកាន់តែច្រើននៅក្នុងការប្រណាំងទូកនេះតែម្ដងពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំបាទសូមអរគុណទៅដល់ពុកម៉ែបងប្អូនបាទដែលបានតាមដានទៅលើ Channel YouTube កំសាន្តអារម្មណ៍ខ្ញុំបាទអញ្ចឹងខ្ញុំគ្រាន់តែធ្វើជាវីដេអូនេះបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញពីព្រឹត្តិការណ៍នៃការប្រណាំងទូកនៅខាងវត្តកែសវណ្ណដែលរៀបចំឡើងដោយព្រះចៅអធិការវត្តកែសវណ្ណតែម្ដងនេះពុកម៉ែបងប្អូនបាទអញ្ចឹងបើមានការខុសឆ្គងត្រង់ចំណុចណាមួយឬការនិយាយស្ដីទៅមានការជ្រុលលើសលុះសូមខន្តីអភ័យទោសទៅដល់ពុកម៉ែបងប្អូនបាទនេះក៏ខ្ញុំបាទធ្វើជាវីដេអូបាទដើម្បីបង្ហាញឲ្យពុកម៉ែបងឃើញទាំងអស់គ្នាទេពុកម៉ែបងប្អូនបាទហើយការនិយាយវាតែងតែមានការលើសលុះត្រង់ណាមួយហើយសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសរូបខ្ញុំបាទហើយខ្ញុំនេះក៏ចង់ធ្វើនេះដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញពីព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានបាទព្រោះព្រឹត្តិការណ៍នេះគឺជាការរៀបចំឡើងដោយព្រះចៅអធិការវត្តកែសវណ្ណហើយក៏មានការចូលរួមទូកជាច្រើនដូចវត្តមកចូលរួមដែរពុកម៉ែបងប្អូនបាទលើកទី1អញ្ចឹងហើយបើសិនជាព្រឹត្តិការណ៍ក្រោយចាប់ផ្ដើមខ្ញុំបាទនឹងធ្វើជាវីដេអូមុនបង្ហាញឲ្យពុកម៉ែបងប្អូនបានដឹងត្រៀមនៅថ្ងៃដែលយើងប្រណាំងតែម្ដងពុកម៉ែបងប្អូនបាទហើយខ្ញុំសង្ឃឹមថាបើមានព្រឹត្តិការណ៍ក្រោយរៀបចំឲ្យបានត្រឹម3ថ្ងៃអីប្រហែលជាពុកម៉ែបងប្អូនយើងបានដឹងច្រើនបាទហើយអាចទស្សនាមើលច្រើននេះគ្រាន់ជាការរៀបចំដំបូងគឺការរៀបចំប្រណាំងហ្នឹងគឺរយៈពេលតែ1ថ្ងៃទេពុកម៉ែបងប្អូនបាទគឺមនុស្សអាចថាច្រើនទទួលយកបានហើយអញ្ចឹងបើលើកក្រោយមានការរៀបចំរយៈពេល3ថ្ងៃទៀតអញ្ចឹងការលេចលឺដំណឹងនៃការអុំទូកនេះគឺកាន់តែច្រើនហើយពុកម៉ែបងប្អូនខ្លះគាត់ទៅថ្ងៃណាគាត់អាចនឹងមកបានទស្សនានៅការប្រណាំងទូកនេះកាន់តែច្រើនទៅពុកម៉ែបងប្អូនណាហើយជាចុងក្រោយខ្ញុំបាទសូមអរគុណបាទទៅដល់ពុកម៉ែបងប្អូនដែលបានតាមដានទៅលើ Channel YouTube ខ្ញុំបាទមួយនេះហើយកុំភ្លេចជួយ Share ចែកបន្តដល់ពុកម៉ែបងប្អូនដែលគាត់មិនទាន់បានឃើញនៅព្រឹត្តិការណ៍ប្រណាំងទូកនេះដើម្បីជាការដល់ពួកគាត់ពេលដែលមានវីដេអូក្រោយរៀបចំការប្រណាំងទូកអីទៀតអាចនឹងលោតចូលនៅក្នុងទូរស័ព្ទគាត់តែម្ដងពុកម៉ែបងប្អូនណាអញ្ចឹងជាចុងក្រោយខ្ញុំបាទសូម
ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់សុខសប្បាយតាមធ្វើដំណើរទៅទីឆ្ងាយទីជិតសូមឲ្យជួបតែក្តីសុខក្តីចម្រើនរកស៊ីមានបាននៅក្នុងក្រុមគ្រួសារចាប់ពីពេលវេលានេះទៅសូមអរគុណចំពោះពុកម៉ែបងប្អូនទាំងអស់នៅទីរួមខេត្តទាំងអស់មិនថាទឹកអ្នកនៅខេត្តពោធិ៍សាត់មិនថាអ្នកនៅខាងកំពង់ឆ្នាំងបាត់ដំបងអីទេគ្រប់បណ្ដាខេត្តទាំងអស់រាជធានីភ្នំពេញទាំងអស់បាទសូមអរគុណក្នុងការតាមដានទៅលើវីដេអូមួយនេះបាទសូមអរគុណពុកម៉ែបងប្អូនណាអរគុណច្រើន